Trong bốn ngày này dươngចូលមេរៀនថ្មីគឺមេរៀនទី 4 របស់យើងដល់ transistor បងប្អូននេះ transistor នេះភាសាអង់គ្លេសគឺឈ្មោះវាហ្នឹងឯង transistor នេះហើយ transistor តាំងដោយអក្សរ Q គ្រប់ board ក្នុង board ទាំងអស់តាមនិយាយទូរទស្សន៍អំភ្លីទូរស័ព្ទអីក៏ដោយដែរចង់និយាយថាឲ្យតែ electronic គឺអក្សរ Q ហ្នឹងគឺ transistor ហើយបងប្អូនប៉ុន្តែភាគច្រើនជាងយើងគាត់ហៅ transistor នឹងឯងអញ្ចឹងទៅនៅក្នុងទ្រឹស្ដីគឺគេហៅ transistor ប៉ុន្តែភាគច្រើនបងប្អូនចំណាំមើលជាងគាត់ហៅ transistor នឹងឯងហើយនេះគឺជារូប transistor នឹងឯង transistor នឹងឯងឃើញអត់បែបនេះឯងគឺ transistor មិនថាប្រកៈមិនថារូបរាងសន្តានបែបម៉េចក៏ដោយឲ្យតែជើង3ហ្នឹងគឺ transistor ទាំងអស់ក៏ប៉ុន្តែមានIC មួយចំនួនគឺជើង3ដែរប៉ុន្តែមានតែ IC កំណត់ volt ទេមាន 7805 រហូតដល់ 7824 អីហ្នឹង 782024 អាហ្នឹងសិតតែ IC ហើយប៉ុន្តែ IC គេដាក់ថា IC អត់ដាក់ស Q ទេបងប្អូនយើងចំណាំទៅត្រង់ហ្នឹងទៅដូចខ្ញុំនិយាយដែរអញ្ចឹងគឺនៅក្នុង board របស់វាមានតាំងcủaវាបងប្អូនអាចឲ្យយើងស្គាល់អញ្ចឹងហើយបានគេឲ្យរៀនទ្រឹស្ដីនៅក្នុង board គឺមានអក្សរអីសម្គាល់ជាស្អីមិនមែនតែយើងចេះតែប៉ាតណាប៉ាតណីទេអញ្ចឹងហើយបានគេឲ្យរៀនទ្រឹស្ដីរួចហើយបានគេរៀនអនុវត្តអញ្ចឹងហ្នឹងហើយប៉ុទាំងអស់នេះគឺសិតតែជា transistor ហ្នឹងឯង transistor ហ្នឹងឯងហើយ transistor គឺមានពីរប្រភេទមាន NPN ហើយនិង PNP ចាំឲ្យច្បាស់ PNP គឺនិមិត្តសញ្ញារបស់វានេះសញ្ញាអញ្ចឹងសញ្ញាដែលមានព្រួយបាញ់ចូលក្នុងយើងចាំឲ្យច្បាស់ទៅអាហ្នឹងគឺ PNP ហើយសញ្ញាព្រួយចុះមកក្រោមអាហ្នឹងគឺ NPN ហើយបងប្អូន PNP ហ្នឹងឯងអស់ច្រឡំ NPN ខ្ញុំច្រឡំតាភាសាបារាំងនិងអង់គ្លេសចូលគ្នារហូតបងប្អូនស្ដាប់ភាសាណាបានស្ដាប់ទៅសញ្ញាព្រួយចុះក្រោមគឺ PNP សញ្ញាព្រួយឡើងចូលទៅក្នុងគឺច្រឡំទៀតច្រឡំបូមាត់សញ្ញាព្រួយចុះក្រោមគឺ NPN សញ្ញាព្រួយចូលមកក្នុងគឺ PNP បងប្អូនចាំឲ្យច្បាស់តែប៉ុណ្្នឹងទៅហ្នឹងហើយហើយបងប្អូនកុំទាន់បាច់ឆ្ងល់ស្អីគេ PNP ស្អីគេ NPN ស្អីគេយើងមានវគ្គបន្តទៀតបងប្អូនចាំតែប៉ុណ្្នឹងទៅបានហើយចាំតែសញ្ញាព្រួយចុះមកក្រោមអាហ្នឹងគឺ NPN សញ្ញាព្រួយចូលទៅក្នុងគឺ PNP ចាំតែប៉ុណ្្នឹងទៅមេរៀនតយើងមានទៀតមិនមានតែប៉ុណ្្នឹងទេប៉ុន្តែថ្ងៃនេះខ្ញុំឲ្យបងប្អូនស្គាល់អំពីរូបរាងនៃ transistor ហ្នឹងហើយនឹងសញ្ញារបស់វាហើយនឹងតាំងដោយអក្សរអីតែប៉ុណ្្នឹងទេយើងចាំtransistor តាំងដោយអក្សរ Q នេះហ្នឹងហើយមិត្តសញ្ញារបស់វាគឺបែបនេះវាមាន BCE ហើយ transistor គឺមានពីរប្រភេទទេមានតែ NPN ហើយនិង PNP ហ្នឹងហើយមេរៀននេះមានតែប៉ុណ្្នឹងទេចាំយើងតទៅមុខទៀតអាម៉េចបានគេហៅថា PNP អាម៉េចបានគេហៅថា NPN អញ្ចឹងណាហើយវាស៊ីភ្លើងយ៉ាងម៉េចបច្រាស់យ៉ាងម៉េចចាំបន្តមេរៀនក្រោយ